បុរីលេងនវត្រា 6A បង្ហាញលទ្ធផលដោះស្រាយឲ្យអតិថិជនដែលសម្របសម្រួលរបស់ក្រសួងដែនដីនិងស្ថាប័នពាក់ព័ន្ធក្នុងស្ថានភាពសេដ្ឋកិច្ចមានការលំបាកខ្លាំងបុរីលេងនវត្រា 6A បានបង្ហាញលទ្ធផលនៃការខិតខំប្រឹងប្រែងដោះស្រាយជូនអតិថិជនក្រោមការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងស្ថាប័នពាក់ព័ន្ធក្នុងស្ថានភាពសេដ្ឋកិច្ចពិតជាមានការលំបាកខ្លាំងបន្ទាប់ពីរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃវិបត្តិសេដ្ឋកិច្ចពិភពលោកនិងសង្គ្រាមបើតាមបញ្ជាក់នៅថ្ងៃទី10ខែមករានេះបុរីលេងនវត្រាបានបន្តសកម្មភាពនៃការសាងសង់និងអតិថិជនមួយចំនួនក៏បានអញ្ជើញមកទទួលការសម្របសម្រួលដោះស្រាយជាបន្តបន្ទាប់បុរីក៏សូមគោរពអរគុណពុកម៉ែបងប្អូនដោយក្តីអនុគ្រោះនិងយោគយល់ក្នុងកលៈទេសៈដ៏លំបាកនេះយោងលើកំណត់ហេតុកិច្ចប្រជុំចុះថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025នៅទីស្តីការក្រសួងហើយមកដល់ពេលនេះក្រុមហ៊ុនបានខិតខំប្រឹងប្រែងដោះស្រាយបានលទ្ធផលដូចខាងក្រោមចំណុចទី1ទីតាំងដីឡូ87ក្រុមហ៊ុនបានរៀបចំប្រព័ន្ធទឹកភ្លើងបន្ថែមរួចរាល់ដូចនេះអតិថិជនអាចប្រើប្រាស់បានទាំងស្នាក់នៅនិងការសាងសង់ផ្សេងៗចំណុចទី2គម្រោងដីឡូជ្រេ100បច្ចុប្បន្នមិនទាន់បានចាក់ដីបន្ថែមទេដោយសារក្រុមហ៊ុនកំពុងចាក់នៅប្លុក C បំពេញបន្តិចសិនដោយឡែកអតិថិជនទិញផ្ទះក្រុមហ៊ុនកំពុងដោះស្រាយពួកគាត់ភាគច្រើនសុំប្តូរទីតាំងគម្រោងបុរី 6A បច្ចុប្បន្នផ្ទះនៅសល់ចំនួនតែ46ប៉ុណ្ណោះចំណុចទី3ការចាក់ដីនៅប្លុក C គឺកំពុងចាក់រាល់ថ្ងៃបច្ចុប្បន្នកើនបាន 85% និងនៅសល់តែ 15% ប៉ុណ្ណោះចំពោះទីតាំងដែលត្រូវចាក់ហើយបន្ទាប់ពីពេញកូដរួចកុំកាងារនឹងគូសឡូដែលនៅសល់នៅប្លុក A1 ដើម្បីលើកអតិថិជនប្លុក RA មកទីតាំងនេះដែរចំណុចទី4ប្លុកវីឡាថៃ87គឺបានរួចរាល់ការងារឆ្អឹងទាំងស្រុង 90% ហើយប្លុកនេះគឺបានរៀបចំហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូការដំណើរការសាងសង់បន្តគឺត្រៀមនឹងចូលឆាប់ៗនេះចំណុចទី5អតិថិជនបង់រំលោះស្នើសុំផ្អាកការបង់ប្រាក់ក្រុមហ៊ុនបានយល់ពីការលំបាករបស់អតិថិជនដូច្នេះក្រុមហ៊ុននឹងពិនិត្យលើភាពជាក់ស្ដែងជូនហើយក្រុមហ៊ុនបច្ចុប្បន្នក៏មានការលំបាកដូចគ្នាដូចនេះស្នើសុំឲ្យអតិថិជនដែលមានលទ្ធភាពមេត្តាបង់ប្រាក់បន្តចំពោះទីតាំងដែលបានសាងសង់ចំណុចទី6អតិថិជននៅវិឡា533ក្រុមហ៊ុនកំពុងខិតខំប្រឹងប្រែងស្វាស្វែងរកកញ្ចក់ហិរញ្ញវត្ថុដើម្បីត្រៀមក្នុងដំណើរការសាងសង់ឆាប់ៗនេះសម្រាប់ជំហររបស់បុរីគឺឈរលើគោលការណ៍សង់បញ្ចប់ជូនពុកម៉ែបងប្អូន 100% បុរីលេងនវត្រាមានផ្ទះសង់ហើយខ្លះសម្រាប់ជជែកដោះស្រាយដោះដូរហើយយើងកណនីថែមថយតាមតម្លៃជាក់ស្ដែងបុរីលេងនវត្រាក៏មានជាជំរឿជជែកជូនពុកម៉ែបងប្អូនដោយឈរលើគោលការណ៍មិនឲ្យខាត់បង់នៅអត្ថប្រយោជន៍ពុកម៉ែបងប្អូនឡើយ1សម្រាប់អតិថិជនប្លុកវីឡា B 533អតិថិជនបញ្ចប់ការសាងសង់ដោយខ្លួនឯងគឺសម្របសម្រួលបានដី2ឡូទំហំ10 × 17 ម៉ែត្រក្នុង1ឡូគឺ 6A 1ឡូនិងព្រះប្រសព1ឡូអតិថិជនដោះស្រាយបញ្ចប់ដោះដូរគឺសម្រាប់សម្រួលបានដី4ឡូទំហំ10 × 17 ម៉ែត្រក្នុង1ឡូគឺ 6A 2ឡូនិងព្រះប្រសព2ឡូ2សម្រាប់អតិថិជនប្លុក B ប្រភេទផ្ទះ0អងអតិថិជនសាងសង់បញ្ចប់ខ្លួនឯងគឺសម្រាប់សម្រួលទទួលបានដី2ឡូទំហំ4ម៉ែត្រ1ទឹក × 18 ម៉ែត្រដីនៅ 6A